ថ្មិចបើកឥឡូវគឺដល់រដូវដកដន្លងទៀតហើយហើយដន្លងឆ្នាំនេះនិយាយពីថាថោកនោះថោកបាន1គីឡូទៅ300ច្រឡំ130ទេតាមពិតទៅដន្លងនេះខ្ញុំក៏មិនចង់ដកដែរព្រោះថាតម្លៃវាថោកពេកប៉ុន្តែដោយសារតែកលែងដែលខ្ញុំដាំនេះគឺទំនាបយើងត្រូវដកខែវស្សាបើយើងមិនថាយើងមិនដកទេទុកវាក៏វាកាន់តែរលួយវាខូចអស់លឺដើមអញ្ចឹងហើយតម្លៃថោកថ្លៃយ៉ាងណាក៏នៅតែដកដែរបើមិនជាថាយើងទុកវាក៏កាន់តែខាតលឺដើមចុះហើយមានតែសម្រាប់ចិត្តថាបង្ខំចិត្តដកតែម្ដងទៅគឺលោថាបានតិចតួចអញ្ចឹងណាកុំអោយថាវាខាតទាំងស្រុងពេកដឹងមិនទេសេដ្ឋកិច្ចអ្នកស្រីចង្ការឆ្នាំនេះមិនដឹងជាថាដូចពីឆ្នាំមុនឬមួយក៏ល្អប្រសើរជាងឆ្នាំមុនសង្ឃឹមថាសេដ្ឋកិច្ចវានឹងល្អប្រសើរដើរទៅលើការល្អបើដូចថាឥឡូវនេះគឺដន្លងគឺបានថោកណាស់បងប្អូនអើយប៉ុន្តែធ្វើម៉េចបើថាយើងមិនដកទៅក៏វារលួយអស់ប៉ុន្តែខ្ញុំអត់បានដកអាកន្លែងគូកទេខ្ញុំដកតែកន្លែងណាវាថាទំនាបដែលយើងត្រូវថាបំរុងដាំទុកបំរុងដកខែវស្សាអីចឹងណាព្រោះថាដលងខ្ញុំមានដាំទុកខែវស្សាហើយនឹងដកខែប្រាំងដកទុកធ្វើស្ងួតហើយកន្លែងដែលខ្ញុំកំពុងតែដកកំពុងតែកាប់នេះគឺខ្ញុំតន្ត្រូវទុកដកខែវស្សាចុះហើយបងប្អូនកុំឆ្ងល់ថាដលងថោកចេះដកធ្វើអីខែនេះអញ្ចឹងណាតាមពិតទៅដលងគឺខ្ញុំដាំពីរដូវដកខែវស្សាហើយនឹងរដូវដកខែប្រាំងគឺខ្ញុំធ្វើស្ងួតហាដលងដែលខ្ញុំកំពុងដកនេះគឺមើលមិនល្អទេមើលរណាក់រណងទូចមួយដោយសារថាខ្ញុំដាំខែ8ដូចថានឹងខែ8វានៅធ្លាក់ភ្លៀងជក់ចំចុះហើយយើងដាំទៅក៏វាអត់ល្អទេទោះបីដើមវាល្អក៏មើលវាអត់បានច្រើនទេមើលវាអត់ល្អទេរតៈរាវទេវរន្តៈរន្តងចេះអេបងប្អូនអើយដកនេះក៏គោលបំណងគឺដកដើម្បីព្រោះស្រូវដោយសារថាយើងអត់ទុកដីទន្លេចូលទេព្រោះថាធ្វើដីនេះគឺដាំដលងក៏ដាំកើតទៀតដែរខែនេះមានតែថាយើងព្រោះស្រូវច្រូលគ្រឿងលោបានទុកក្រាន់ស្រូវហូបចឹងណាវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះឯងបងប្អូន